នៅសប្តាហ៍ក្រោយលោក Donald Trump អាចនឹងចេញបទបញ្ជាឲ្យបើកការវាយប្រហារដោយលើកទ័ពជើងគោកចូលទៅក្នុងទឹកដីនៃអធិបតេយ្យភាពរបស់អ៊ីរ៉ង់ដែលគេហៅថាការវាយលុកដោយកងទ័ពជើងគោកសារព័ត៌មាននៃក្រមប្រជុំប្រទេសបានចុះផ្សាយថានៅសប្តាហ៍ក្រោយលោក Donald Trump អាចនឹងលើកទ័ពជើងគោកចូលវាយប្រទេសអ៊ីរ៉ង់នេះជាការបិទបញ្ចប់សង្គ្រាមទ័ពអាកាសរយៈពេល4សប្តាហ៍ដែលមានន័យថាសប្តាហ៍ក្រោយជាសប្តាហ៍ទី5បណ្ដាញផ្សាយព័ត៌មាន CBS News បានរាយការណ៍ថាខ្លួនទទួលបានព័ត៌មាននេះមិនទាន់ជាក់លាក់នៅឡើយទេដោយស្រង់ប្រភពពីមន្ត្រីមន្ទីរបញ្ជាក់កោងដែលសុំមិនបញ្ចេញឈ្មោះមន្ត្រីនោះបានប្រាប់បណ្ដាញព័ត៌មាននេះថាលោក Trump កំពុងតែកំណត់ផែនការនៃការវាយលុកដោយទ័ពថ្មើរជើងខណៈដែលលោកសន្និដ្ឋានថាការវាយលុកដោយកងទ័ពអាកាសនឹងត្រូវបានបិទបញ្ចប់នៅសប្តាហ៍ទី4នេះការបិទបញ្ចប់នេះយ៉ាងហោចណាស់ក៏ត្រូវបានបញ្ជាក់ថាប្រតិបត្តិការទ័ពអាកាសរបស់សហរដ្ឋអាមេរិករួមជាមួយនឹងអ៊ីស្រាអែលវាយលើគោលដៅជាច្រើនក្នុងទឹកដីរបស់អ៊ីរ៉ង់គឺបានសម្រេចជោគជ័យហើយលោក Donald Trump បានបញ្ជាក់ថាប្រតិបត្តិការវាយប្រហារទៅលើនាវាចម្បាំងរបស់អ៊ីរ៉ង់ក៏កងយន្តហោះចម្បាំងសហរដ្ឋអាមេរិកបានបើកការបោសសម្អាតបានជោគជ័យរួចទៅហើយបើទោះជាគេមើលឃើញថាតំបន់ច្រកសមុទ្រ Hormuz នៅតែស្ថិតនៅក្នុងដៃរបស់កងទ័ពអ៊ីរ៉ង់ក៏ដោយតាមលោក Donald Trump មានន័យថានៅសល់តិចតួចទេដែលក្រុមប្រតិបត្តិការកងទ័ពជើងអាកាសកំពុងតែបោសសម្អាតនៅពេលនេះមានន័យថាពេលវេលានៃការបើកទ័ពវាយប្រហារដោយកងទ័ពជើងគោកក៏ចាប់ផ្ដើមមកដល់ហើយផងដែរលោក Donald Trump បានធ្វើការបញ្ជាក់ដូចនេះនៅលើបណ្ដាញសង្គម Social Media របស់គាត់នៅក្នុងអំឡុងការធ្វើទស្សនកិច្ចរបស់គាត់ទៅកាន់រដ្ឋ Florida កាលពីថ្មីៗនេះនៅទីនោះលោកបានប្រាប់អ្នកសារព័ត៌មានថាអ៊ីរ៉ង់កំពុងធ្លាក់ដៃក្នុងការគ្រប់គ្រងរបបដឹកនាំរបស់ខ្លួនហើយលោកបានហៅរបបអ៊ីរ៉ង់បច្ចុប្បន្ននេះជារបបភេរវកម្មលោក Trump បានបញ្ជាក់ទៀតថាដល់ពេលដែលអាមេរិកត្រូវបិទបញ្ចប់សង្គ្រាមជាមួយនឹងអ្វីដែលអាមេរិកកំណត់ថាអាមេរិកឈ្នះក្នុងការធ្វើសង្គ្រាមនៅលើប្រទេសអ៊ីរ៉ង់គឺសង្គ្រាមលំហអាកាសប៉ុន្តែបណ្ដាញផ្សាយព័ត៌មាន CBS News ក៏ដូចជាសារព័ត៌មានរបស់ចក្រភពអង់គ្លេសចុះផ្សាយថាវានៅរងចាំតែប្រតិបត្តិការទ័ពជើងគោកតែប៉ុណ្ណោះដែលលោក Donald Trump មានទំនួលថាប្រតិបត្តិការទ័ពជើងគោកអាចនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយគឺក្នុងសប្តាហ៍ទី5ប្រសិនបើលោកសម្រេចថាវាចាំបាច់ត្រូវតែលើកទ័ពជើងគោកចូលទៅទឹកដីនៃប្រទេសអ៊ីរ៉ង់ប៉ុន្តែយ៉ាងនេះក៏ដោយលោក Donald Trump បានដាក់សំណើយ៉ាងតិច14ចំណុចដើម្បីបញ្ជាក់ឲ្យអ៊ីរ៉ង់ចូលខ្លួនមកចរចានិងទទួលលក្ខខណ្ឌនៃសំណើនេះរបស់សហរដ្ឋអាមេរិកទើបសហរដ្ឋអាមេរិកព្រមបិទបញ្ចប់សង្គ្រាមក្នុងសំណើរបស់សហរដ្ឋអាមេរិក14ចំណុចនោះគឺចំណុចសំខាន់ប្រាប់អ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រ Hormuz ជាលក្ខណៈទូលាយបំផុតគឺអ៊ីរ៉ង់ត្រូវតែបញ្ឈប់ការចាប់សមុទ្រនៃច្រកសមុទ្រ Hormuz ជាតំបន់ដែនទឹកកម្មសិទ្ធិរបស់ខ្លួនចំណុចសំខាន់មួយទៀតគេនិយាយថាអ៊ីរ៉ង់មិនត្រូវក្លាយទៅជាប្រទេសនុយក្លេអ៊ែរនោះទេគឺអ៊ីរ៉ង់ត្រូវតែលះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចំណុចសំខាន់មួយទៀតគឺអ៊ីរ៉ង់ត្រូវលះបង់ចោលកម្មវិធីមីស៊ីល Ballistic រយៈចម្ងាយឆ្ងាយចំណុចសំខាន់ទាំង3នេះគឺជារបៀបវារយៈដ៏សំខាន់បំផុតរបស់លោក Donald Trumpចំណុចសំខាន់ទាំង3នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៃប្រទេសអ៊ីរ៉ង់យ៉ាងដឹងថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានទាត់ចោលមិនអនុវត្តតាមនោះទេហើយបានប្រកាសថាអ៊ីរ៉ង់ដាក់លក្ខខណ្ឌចំនួន8ចំណុចទៅអ៊ីស្រាអែលក្នុងនោះ3ចំណុចដែលនិយាយអំពីការឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz សម្រាប់នាវាការចរណ៍ជាតិគឺអ៊ីរ៉ង់មិនអាចធ្វើទៅបាននោះទេព្រោះវាជាកម្មសិទ្ធិរបស់អ៊ីរ៉ង់ទី2ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងកម្មវិធីមីស៊ីល Ballistic រយៈចម្ងាយឆ្ងាយក៏អ៊ីរ៉ង់មិនអាចធ្វើទៅបានផងដែរប៉ុន្តែអ៊ីរ៉ង់ដាក់លក្ខខណ្ឌថាអាមេរិកត្រូវតែបិទបញ្ចប់សង្គ្រាមនិងបញ្ឈប់ការធ្វើអដមធិបយោធានៅតំបន់មជ្ឈមបូដានៅក្នុងកិច្ចប្រជុំនៅឯការិយាល័យលោក Donald Trump ត្រូវបានសាកសួរផ្ទាល់ថាតើផែនការនៃការដាក់ពង្រាយទ័ពជើងគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់អាចនឹងមានកម្រិតប៉ុណ្ណាហើយអាចនឹងចាប់ផ្ដើមបានដែរឬទេហើយនៅទីណាខ្លះដែលត្រូវមានកងទ័ពអាមេរិកចូលវាយប្រហារប្រទេសអ៊ីរ៉ង់លោក Donald Trump បាននិយាយថាលោកមិនបញ្ជាក់លម្អិតរឿងនេះទេខណៈដែលលោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិហានយ៉ាងណាក៏ដោយការចុះផ្សាយរបស់សារព័ត៌មាន CBS News ក៏ដូចជាសារព័ត៌មានរបស់ចក្រភពអង់គ្លេសចុះផ្សាយថាលោក Donald Trump កំពុងពិចារណានៃការលើកទ័ពជើងគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់នៅសប្តាហ៍ក្រោយនេះត្រូវបានអ្នកនាំពាក្យរបស់សេតវិហានចាត់ទុកថាជាព័ត៌មានមិនពិតទាំងស្រុងលោកស្រី Caroline Levitt បានបញ្ជាក់ថាសេចក្តីថ្លែងការណ៍នៃរបាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CBS ដែលបញ្ជាក់ដូចនេះវានៅតែមិនទាន់คล้ายទៅជាការពិតនោះទេហើយការលើកទ័ពជើងគោកកំពុងតែដាក់នៅលើទុកនៅឡើយទេមិនកំណត់ថាថ្ងៃណាឬសប្តាហ៍ណានោះទេវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងចូលមុខដល់ប៉ុន្តែលោកស្រីអ្នកនាំពាក្យសេតវិហានរូបនេះបញ្ជាក់ថាវាជាភារកិច្ចរបស់មន្ទីរបញ្ជាក់កោនដែលជាអ្នករៀបចំនិងជាអ្នកទទួលបទបញ្ជាពីលោក Donald Trump ហើយមន្ទីរបញ្ជាក់កោនត្រូវបញ្ជាផ្ទាល់ទៅកាន់អគ្គសេនាធិការកងទ័ពសហរដ្ឋអាមេរិកនេះបើសិនជាលោក Trump ទម្លាក់បទបញ្ជាករណីការវាយលុកដោយទ័ពជើងគោកទៅលើប្រទេសអ៊ីរ៉ង់
ប៉ុន្តែលោកស្រីនៅតែបញ្ជាក់ថាការបញ្ជូនទ័ពជើងគោកទៅលើប្រទេសអ៊ីរ៉ង់មិនបានកំណត់ជាក់លាក់ថ្ងៃនេះឬក៏សប្តាហ៍ណានោះទេវាស្ថិតនៅលើស្ថានភាពជាក់ស្ដែងទាំងអស់ហើយកន្លែងណាដែលត្រូវបើកការវាយប្រហារដោយទ័ពជើងគោកក៏មិនអាចកំណត់ផងដែរយ៉ាងណានៅពេលនេះសហរដ្ឋអាមេរិកកំពុងតែបង្កើនវត្តមានទ័ពទៅកាន់តំបន់មជ្ឈមបូដាដោយការបញ្ជូនទ័ព Marine 5,000 នាក់បន្ថែមទៀតដែលទ័ព Marine ជាកងទ័ពវាយលុកយ៉ាងខ្លាំងសហការជាមួយនឹងកងទ័ពជើងគោកសហរដ្ឋអាមេរិកគេថាអាចមានដល់ទៅជាង 10,000 នាក់ទៀតខណៈដែលទ័ពរបស់សហរដ្ឋអាមេរិកដែលដាក់ពង្រាយតាំងពីមុនប្រតិបត្តិការវាយប្រហាររបស់កងទ័ពអាមេរិកនៅថ្ងៃទី28ខែកុម្ភៈដោយសហការជាមួយនឹងអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះវាអាចមានដល់ទៅ 50,000 នាក់រួចទៅហើយនៅខណៈនេះសេចក្តីរាយការណ៍បានដឹងថាកងនាវាចម្បាំងនិងកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនៅតែបោកប្រតិបត្តិការវាយប្រហារដោយកំភ្លេចគោលដៅជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ដោយសហការជាមួយនឹងកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលការវាយប្រហារដែលបាញ់គ្រាប់មីស៊ីលចេញពីយន្តហោះចម្បាំងនិងទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំងនោះបានកំពុងប្រឹងប្រែងទៅដែលនៅសល់ប្រមាណថ្ងៃទៀតនេះវានឹងផុតរយៈពេលវាយប្រហារ4សប្តាហ៍លោក Donald Trump បាននិយាយថាលោកចង់បិទបញ្ចប់សង្គ្រាមសហរដ្ឋអាមេរិករយៈពេល4សប្តាហ៍ឬ6សប្តាហ៍ហើយថាការបិទបញ្ចប់ក៏អាចធ្វើទៅបានផងដែរព្រោះពេលនេះសហរដ្ឋអាមេរិកបានសម្រេចគោលដៅនៃការវាយប្រហារកំភ្លេចទីតាំងយោធារបស់អ៊ីរ៉ង់អស់ទៅហើយក្នុងស្ថានភាពនេះលោក Donald Trump នៅតែសម្លឹងមើលទៅរកការចរចានៅការទម្លាក់លក្ខខណ្ឌរបស់គាត់14ចំណុចនោះប៉ុន្តែជាមួយគ្នានេះក៏គេថាលក្ខខណ្ឌរបស់អ៊ីរ៉ង់ចំនួន8ចំណុចនោះក៏មានភាពតានតឹងផងដែរវាមានន័យថាវាផ្ទុយគ្នារវាងលក្ខខណ្ឌរបស់លោក Donald Trump ដែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការបិទច្រកសមុទ្រ Hormuz ទាមទារឲ្យអ៊ីរ៉ង់រំលាយចោលទាំងស្រុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនបើទោះជាអាមេរិកវាយប្រហារកំភ្លេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់ទៅហើយទី3គឺអ៊ីរ៉ង់មិនត្រូវអនុវត្តទៀតនោះទេនៅកម្មវិធីមីស៊ីលបាឡីស្ទិករយៈចម្ងាយឆ្ងាយអ៊ីរ៉ង់បានបដិសេធចំពោះលក្ខខណ្ឌសំខាន់ទាំង3ចំណុចនេះនៅក្នុងចំណោមលក្ខខណ្ឌរបស់លោក Donald Trump ចំនួន14ចំណុចនោះយ៉ាងណាលក្ខខណ្ឌរបស់អ៊ីរ៉ង់វិញគឺបិទបញ្ចប់សង្គ្រាមជាស្ថាពរហើយសហរដ្ឋអាមេរិកមិនត្រូវក្លាយទៅជាប្រទេសដែលមានមូលដ្ឋាននៅតំបន់មជ្ឈមបូដាទៀតនោះទេចំពោះការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនអ៊ីរ៉ង់មិនបដិសេធដាច់ខាតទេប៉ុន្តែអ៊ីរ៉ង់ត្រូវតែមានសិទ្ធិក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលអ៊ីរ៉ង់ប្រកាសថាអ៊ីរ៉ង់ត្រូវតែមានសិទ្ធិក្នុងការផលិតមីស៊ីលរយៈចម្ងាយក្ដំឬមីស៊ីលរយៈចម្ងាយឆ្ងាយដែលជាសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការផលិតអាវុធដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនអ្វីដែលមានការបញ្ចេញព័ត៌មានដោយបណ្ដាញផ្សាយព័ត៌មាន Deliverance និង CBS នេះដែលថាលោក Donald Trump អាចនឹងលើកទ័ពចូលទៅប្រទេសអ៊ីរ៉ង់នៅសប្តាហ៍ក្រោយនេះវាកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនអាចរកការចរចាជាមួយគ្នានិងមានកិច្ចព្រមព្រៀងជាផ្លូវការជាមួយគ្នាបាននោះទេដូច្នេះការបញ្ចេញព័ត៌មានថាសហរដ្ឋអាមេរិកនឹងបញ្ចេញកងទ័ពជើងគោកវាយចូលទៅក្នុងប្រទេសអ៊ីរ៉ង់នៅសប្តាហ៍ក្រោយនោះវាក៏សមស្របនៅពេលដែលសហរដ្ឋអាមេរិកកំពុងតែបង្កើនវត្តមានទ័ព Marine កងទ័ពជើងគោកជាច្រើនពាន់នាក់នៅតំបន់មជ្ឈមបូដាក្នុងគោលដៅដែលសហរដ្ឋអាមេរិកអាចនឹងចាប់យកកោះនិងច្រកសមុទ្រ Hormuz ពីដៃរបស់អ៊ីរ៉ង់ព្រោះទីតាំងពីរនេះមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិកបានកំណត់ជាយុទ្ធសាស្ត្រប្រសិនបើសហរដ្ឋអាមេរិកចាប់យកបានទីតាំងទាំងពីរនេះគឺកោះនិងច្រកសមុទ្រ Hormuz វានឹងដូចជាសហរដ្ឋអាមេរិកសម្រេចនៅគោលដៅជ័យជំនះដំបូងរបស់ខ្លួនប៉ុន្តែសម្រាប់អ៊ីស្រាអែលវិញមិនអស់ចិត្តទេអ៊ីស្រាអែលត្រូវបានរាយការណ៍មកថាកំពុងតែជំរុញឲ្យសហរដ្ឋអាមេរិកបន្តវាយប្រហារដោយប្រើប្រាស់កម្លាំងទ័ពជើងគោកវាឈានទៅដល់ការផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចំពោះអ៊ីរ៉ង់វិញដែលតាមរយៈអ្នកនាំពាក្យរបស់កងឆ្ងាប្រតិកម្មអ៊ីរ៉ង់បានដឹងថាប្រទេសអ៊ីរ៉ង់និងក្រុមរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះបានប្រកាសថានឹងប្រយុទ្ធជាមួយសហរដ្ឋអាមេរិករហូតដល់ដំណាក់កាលចុងក្រោយដើម្បីកំណត់ថាតើអ្នកណាឈ្នះអ្នកណាចាញ់